ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកទៀតហើយគឺមកចែករំលែកតាក់ទងនឹងប្រភេទប្រទាលឬក៏ប្រភេទផ្កាម្យ៉ាងជាងខ្ញុំសូមហៅផ្កាណាប្រភេទផ្កានេះគឺមានឈ្មោះថាទេវតា8ទិសឬក៏ភាគច្រើនគេហៅថាប្រទាលទេវតា8ទិសឬក៏ផ្កាឆ្អឹងនាគឬក៏ផ្កាម្ជុលមាសហើយប្រសិនបើអំពូមីងឬក៏បងប្អូនដែលគាត់បានដឹងឈ្មោះប្រភេទផ្កានេះផ្សេងទៀតអាចជួយ comment ចែករំលែកឲ្យបងប្អូនដឹងផងពីព្រោះដោយសារតែនៅខាងបងអូននោះគឺភាគច្រើនគេហៅប្រទាលទេវតា8ទិសហើយហ្នឹងហើយអ្នកទាំងអស់គ្នាសម្រាប់ប្រភេទប្រទាលនេះដែរគឺជាប្រភេទប្រទាលដែលមានទឹកដមហើយពេលផ្កាចេញមកគឺជាចង្កោមណាសម្រាប់ផ្កាអ្នកទាំងអស់គ្នាឃើញហើយគឺមានភាគច្រើនប្រទាលហ្នឹងគឺមានពណ៌ដូចជាពណ៌ក្រហមទឹកក្រូចផ្កាឈូកសឬក៏លឿងអញ្ចឹងអ្នកទាំងអស់គ្នាហើយពេលដោះមកគឺចេញជាកោមអញ្ចឹងជាកោមដូចជាគេគិតដែរតាក់តងនឹងពេលដោះចេញមកគឺក្នុងមួយតងហ្នឹងឲ្យបានចាប់ពី8ទៅគឺល្អខ្លាំងណាស់ស័ក្តិសិទ្ធិអីចឹងណាអ្នកទាំងអស់គ្នាហើយសម្រាប់ប្រទាលឬក៏ផ្កាមួយនេះដែរគេជឿជាក់ថាជាផ្កាដែលជានិមិត្តសញ្ញានៃភាពសំណាងល្អតែម្ដងហើយក៏ជាប្រភេទប្រទាលផ្កាមួយយ៉ាងដែលងាយស្រួលក្នុងការដាំដុះខ្លាំងមែនតើស្ទើរតែមិនទាមទារការថែទាំទេហើយនៅពេលដែលផ្កានឹងមានការរីកលូតលាស់ចេញជាផ្កាច្រើនឬក៏ស្អាតចេញមកអញ្ចឹងអ្នកហុយចាប់ពី8ទៅអញ្ចឹងណាទាំងនេះមិនថានៅក្នុងផ្ទះឬក៏នៅកន្លែងណាមួយមិនថាកន្លែងធ្វើការឬកន្លែងរស់ស៊ីទេគឺនៅពេលដែលវាចេញផ្កាមកច្រើនហើយស្អាតទេគេជឿជាក់ថាគឺជាប្រទាលមួយផ្កាមួយដែលជួយតាក់ទាញសំណាងល្អឲ្យគេអញ្ចឹងណាអ្នកទាំងអស់គ្នាហើយសម្រាប់ប្រទាលនេះដែរអ្នកទាំងអស់គ្នាគឺដោះមកមែកដើមរបស់ប្រទាលនោះគឺមានបន្លាអ្នកទាំងអស់គ្នាហើយបន្លាហ្នឹងយើងប្រយ័ត្នកុំឲ្យមុតចឹងណាហើយអ្វីដែលពិសេសហ្នឹងគឺប្រទាលទេវតា8ទិសហ្នឹងគេឲ្យនិយមន័យ8តាក់ទងនឹងចំណុចនីមួយៗរបស់ផ្កាហ្នឹងចឹងណាទី1ហ្នឹងគឺគេផ្ដោតទៅលើខាងសុខភាពទី2ហ្នឹងគឺលើភាពក្លាហានទី3ហ្នឹងគឺខាងទ្រព្យសម្បត្តិទី4ហ្នឹងគឺរូបសម្រស់ហើយចំណែកទី5ហ្នឹងគឺខាងសិល្បៈទី6គឺភាពឆ្លាតវៃភាពវៃឆ្លាតទី7ហ្នឹងគឺសម្រាប់ផ្ដោតទៅលើខាងកំណាព្យចឹងណាអ្នកទាំងអស់គ្នាហើយទី8ហ្នឹងគឺភាពជោគជ័យភាពជ័យជំនះនៃអំពើល្អទៅលើអំពើអាក្រក់នឹងជានឹងអ្វីមួយទៀតហ្នឹងគឺជាការពារវិញ្ញាណអាក្រក់មិនឲ្យចូលមកចឹងណាអ្នកទាំងអស់គ្នាហើយនឹងជួយការពារអំពើនានាមិនឲ្យបៀតបៀនចូលមកយើងចឹងណានឹងអ្នកទាំងគ្នាហើយអ្វីដែលមួយទៀតនោះគឺតាក់ទងនឹងប្រទាននឹងផ្កាទេវតា8ទិសនេះដែរភាគច្រើនបងប្អូនកម្ពុជាមិនថាខ្ញុំមិនថាពួកគាត់គឺនិយមដាំដើមប្រទាននេះគឺនៅគៀនចណ្ដើនិងនៅមុខផ្ទះតែម្ដងនិយាយរួមមុននឹងយើងចូលទៅក្នុងផ្ទះគឺឃើញដើមប្រទាលដ៏ស្រស់ស្អាតនេះតែម្ដងណានឹងអ្នកទាំងអស់គ្នាអញ្ចឹងសរុបសេចក្តីមកសម្រាប់ប្រទាលទេវតា8ទិសនិងផ្កាម្ជុលមាសផ្កាឆ្អឹងនាគគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយចុងក្រោយហ្នឹងគឺសម្រាប់ប្រទាននេះដែរគឺគេផ្ដោតនឹងជឿជាក់សំខាន់ទៅលើភាពសំណាងល្អមកឲ្យគេអញ្ចឹងណាអ្នកទាំងអស់គ្នាហើយមួយទៀតហ្នឹងភាគច្រើនបងប្អូនខ្មែរគាត់មានជំនឿមួយទៀតតាក់ទងនឹងជួយលើករាសីការពារមុនខ្មៅខ្មោចបិសាចផ្លូវងងឹតអីចឹងណាហើយនឹងជួយការពារអំពើនានាហើយភាគច្រើនគឺយើងដឹងហើយគឺគាត់ចូលចិត្តដាំនៅមុខផ្ទះនិងគៀនជណ្ដើរផ្ទះដើម្បីការពារផ្លូវងងឹតនិងសត្វផ្សេងទៀតចឹងណាហើយក៏ជាប្រទាលមួយដែលជួយលើករាសីប្រទាលស្នេហ៍ឲ្យពូកែខាងរកស៊ីពីព្រោះដោយសារតែប្រទាលហ្នឹងគឺមានបន្លាមានអីដែរចឹងណាចឹងសត្វផ្សេងមិនសូវហ៊ានចូលមកបៀតបៀនទេអញ្ចឹងសរុបសេចក្តីមកខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំអរគុណអ្នកនរគ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់អរគុណជម្រាបលា